ខ្ញុំព្រះករុណាខ្ញុំបាទសូមនមស្ការចំពោះព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកស្មើដោយជីវិតដល់រាបដល់ព្រះនិព្វានព្រោះហេតុនោះសូមសិរីសួស្តីទាំងឡាយកើតមានវេលាព្រឹកថ្ងៃច័ន្ទ11រោចខែផលគុណឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី24ខែមិនិនាឆ្នាំ2025វត្តអណ្ណាឡោមកុដលេខ17លេខឃ្នៀប168ទំព័រ328មនាលភិក្ខុទាំងឡាយធម្មសមាទានដែលមានសេចក្តីទុក្ខក្នុងបច្ចុប្បន្នតែមានសេចក្តីសុខជាវិបាកតទៅតើដូចម្ដេចមនាលភិក្ខុទាំងឡាយបុគ្គលពុមួយក្នុងលោកនេះជាអ្នកវិចារការសម្លាប់សត្វទាំងសេចក្តីទុក្ខទាំងទោមនស្សក៏រមែងរងសេចក្តីទុក្ខនិងទោមនស្សព្រោះវិចារបាណាតិបាតជាបច្ច័យជាអ្នកវិចារការកាន់យកទ្រព្យដែលគេមិនបានអោយទាំងសេចក្តីទុក្ខទាំងទោមនស្សក៏រមែងរងសេចក្តីទុក្ខនិងទោមនស្សព្រោះវិចារអតនេទានជាបច្ច័យជាអ្នកវិចារការប្រព្រឹត្តខុសក្នុងកាមទាំងឡាយទាំងសេចក្តីទុក្ខទាំងទោមនស្សទំព័រ329ក៏រមែងរងសេចក្តីទុក្ខនិងទោមនស្សព្រោះវិចារកាមេសុមិច្ឆាចារជាបច្ច័យជាអ្នកវិចារការពោលពាក្យកុហកទាំងសេចក្តីទុក្ខទាំងទោមនស្សក៏រមែងរងសេចក្តីទុក្ខនិងទោមនស្សព្រោះវិចារមុសាវាទជាបច្ច័យជាអ្នកវិចារការពោលពាក្យញុះញង់ទាំងសេចក្តីទុក្ខទាំងទោមនស្សក៏រមែងរងនៅសេចក្តីទុក្ខនិងទោមនស្សព្រោះវិចារបិសុណវិចារជាបច្ច័យជាអ្នកវិចារការពោលពាក្យអាក្រក់ទាំងសេចក្តីទុក្ខទាំងទោមនស្សក៏រមែងរងសេចក្តីទុក្ខនិងទោមនស្សព្រោះវិចារផារុសវិចារជាបច្ច័យជាអ្នកវិចារការពោលពាក្យឥតប្រយោជន៍ទាំងសេចក្តីទុក្ខទាំងទោមនស្សក៏រមែងរងសេចក្តីទុក្ខនិងទោមនស្សព្រោះវិចារសម្ភបលាបៈជាបច្ច័យជាអ្នកមិនមានអភិជ្ជាច្រើនទាំងសេចក្តីទុក្ខទាំងទោមនស្សក៏រមែងរងសេចក្តីទុក្ខនិងទោមនស្សព្រោះការមិនមានអភិជ្ជាជាបច្ច័យជាអ្នកមិនមានព្យាបាទទាំងសេចក្តីទុក្ខទាំងទោមនស្ស